ចំណាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមជម្រើសជាតិទាំង4ក្នុងពានរង្វាន់ AFC Women Asian Cup ការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជាបានឈានមកដល់ថ្ងៃប្រកួតហើយក្នុងថ្ងៃស្អែកនេះក្រុមទាំងអស់បានធ្វើសន្និសីទសារព័ត៌មានស្ដីពីការប្រកួតវគ្គជម្រុះកីឡាបាល់ទាត់នារីពានរង្វាន់អាស៊ី2026សម្រាប់ពូជីនេះធ្វើឡើងនៅកម្ពុជាដែលមាន4ក្រុមចូលរួមប្រកួតចាប់ពីថ្ងៃស្អែកនេះហើយពលគឺនៅថ្ងៃទី29ខែមិថុនាឆ្នាំ2025មានក្រុម4ត្រូវប៉ះគ្នារួមមានហ្វីលីពីនត្រូវជួបជាមួយនឹងអារ៉ាប៊ីសាអូឌីតនៅម៉ោង4 រសៀលល្ងាចក្រុមជម្រើសជាតិហុងកុងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិនារីកម្ពុជានៅម៉ោង7 ល្ងាចក្លែកមកមើលចំណាប់អារម្មណ៍របស់គ្រូបង្វឹកទាំង4របស់ក្រុមជម្រើសជាតិនារីដែលបានចូលរួមក្នុងទូរ៉ាម៉ឺននេះរួមមានលោក Connor Lester សញ្ជាតិអ៊ែកឡង់វ័យ41ឆ្នាំរបស់ជម្រើសជាតិនារីកម្ពុជាបានថ្លែងថាជំរាបសួរអ្នកទាំងអស់គ្នាក្នុងនាមជាក្រុមម្ចាស់ផ្ទះខ្ញុំសូមស្វាគមន៍គ្រូបង្វឹកមន្ត្រីនិងក្រុមកីឡាការិនីដែលចូលរួមក្នុងពូលនេះទាំងអស់មកកាន់កម្ពុជានិងរីករាយចំពោះបដិសណ្ឋារកិច្ចដែលកម្ពុជាទទួលស្វាគមន៍ខ្ញុំសង្ឃឹមថាការប្រកួតក្នុងពូលនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្តហើយកីឡាការិនីនឹងលេងប្រកបដោយឆន្ទៈខ្ពស់ក្រុមជម្រើសជាតិរបស់យើងនៅក្នុងពូលដែលមានក្រុមខ្លាំងៗច្រើនក្រុមនីមួយៗសុទ្ធតែអាចមានឱកាសឈ្នះគូប្រកួតរបស់ខ្លួនហើយគោរពដៃគូប្រកួតរបស់យើងប៉ុន្តែយើងមិនអាចខ្លាចនៅក្នុងការលេងទេយើងនឹងប្រើប្រាស់ឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អហើយខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្រងនៅកម្ពុជានឹងមកទស្សនាឲ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តជូនដល់កីឡាការិនីកម្ពុជាដល់ឡែកសម្រាប់លោក Jose Ricardo Rambo បានលើកឡើងថាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសប្បាយរីករាយជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមម្ចាស់ផ្ទះកម្ពុជាខ្ញុំរំពឹងថាការប្រកួតទាំងអស់ជាការប្រកួតដ៏ជក់ចិត្តនិងសង្ឃឹមថាមានអ្នកគាំទ្រច្រើនមកចូលរួមគាំទ្រហើយខ្ញុំសប្បាយចិត្តដែលបានដឹកនាំការប្រកួតជាមួយនឹងក្រុមល្អៗនៅក្នុងពូលនេះហើយក្រុមរបស់យើងនឹងពង្រឹងនៅលើចំណុចខ្វះខាតផ្សេងៗនិងខិតខំប្រឹងប្រែងសម្រាប់ការប្រកួតដែលមានដល់ឡែកសម្រាប់គ្រូបង្វឹករបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតគឺលោក Lia Cortez បានមានប្រសាសន៍ថាជំរាបសួរខ្ញុំពិតជាសប្បាយរីករាយនិងមានមោទនភាពក្នុងការដឹកនាំក្រុមជម្រើសជាតិនារីអាចថានេះជាការប្រកួតផ្លូវការធំជាលើកដំបូងរបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតការចាប់ផ្ដើមប៉ុន្មានឆ្នាំកន្លងមកនេះក្រុមជម្រើសជាតិបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សហើយការប្រកួតនេះក៏ជាឱកាសសម្រាប់យើងក្នុងការអភិវឌ្ឍកម្រិតរបស់យើងផងដែរខ្ញុំសង្ឃឹមថាក្រុមរបស់យើងនឹងធ្វើបានល្អ 100% ក្នុងការប្រកួតខាងមុខតែឡែកសម្រាប់គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីវ័យ44ឆ្នាំរបស់ជម្រើសជាតិហ្វីលីពីនលោក Marto Gasol បានមានប្រសាសន៍ថាជំរាបសួរជាលើកដំបូងខ្ញុំសូមអរគុណក្រុមជម្រើសជាតិកម្ពុជាដែលទទួលជាម្ចាស់ផ្ទះវាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការដឹកនាំក្រុមជម្រើសជាតិនារីហ្វីលីពីនមកចូលរួមប្រកួតប្រជែងកម្រិតខ្ពស់ក្នុងការប្រកួតនេះខ្ញុំគិតថាប្រសិនបើមានការប្រកួតកម្រិតបែបនេះច្រើនពិតណាស់ក្រុមរបស់យើងនឹងអភិវឌ្ឍខ្លួនបានល្អហើយខ្ញុំរំពឹងថាក្រុមរបស់ខ្ញុំនឹងធ្វើបានល្អក្នុងការប្រកួតនេះ